បាទសួស្តីបងប្អូនសូមស្វាគមន៍មកកាន់ YouTube Channel របស់លោកគ្រូបន្តទៀតហើយថ្ងៃនេះបងប្អូននឹងរៀនអំពីបាទមេរៀនទី2ចំណុច C តោះឥឡូវបងប្អូនមើលចំណងជើងគេដាក់កន្លែងនេះគេដាក់ថា weekend activities បាទមានសកម្មភាពថ្ងៃចុងសប្តាហ៍ហើយយើងគេដាក់ពាក្យ3គឺ excuses បាទអញ្ចឹងពាក្យទាំង3នេះយើងបកជាភាសាខ្មែរបកថាដោះសារណាការដោះសារបាទអញ្ចឹងតើសាច់រឿងវាយ៉ាងម៉េចតោះឥឡូវយើងចូលលេខ1 Can you guess why would he and him can't help Piset បាទអញ្ចឹងគេសួរបងអូនថាតើអ្នកទាំងអស់គ្នានឹងអាចទាយបានទេបាទ guess ទាយហេតុអ្វីបានជា would he ហើយនឹងហៀង yeah can កន្លែងនេះគឺមកពីពាក្យថា cannot មិនអាចជួយពិសិដ្ឋបានបាទអញ្ចឹងតើអ្នកទាំងអស់គ្នាអាចទស្សទាយបានអត់ថាហេតុអ្វីបានជាwould he ហើយនឹងហៀងនឹងមិនអាចជួយបាទពិសិដ្ឋបានបាទឥឡូវបងប្អូនក៏លេខមកមើលរូបភាពតោះឥឡូវយើងមើលខាងពិសិដ្ឋសិននេះពិសិដ្ឋបាទនេះគឺជារូបភាពរបស់ពិសិដ្ឋបាទនេះគឺជាពិសិដ្ឋអញ្ចឹងពិសិដ្ឋគាត់សួរទៅកាន់អ្នកទាំងពីរនេះគឺហៀងហើយនឹង would he ឥឡូវពិសិដ្ឋគាត់សួរ Can you help me on Saturday afternoon បាទអញ្ចឹងគាត់សួរអ្នកទាំងពីរនឹងថាតើអ្នកអាចជួយខ្ញុំបានទេនៅរសៀលថ្ងៃបាទសៅរ៍ណានៅរសៀលថ្ងៃសៅរ៍តោះឥឡូវបងមើលហៀងគាត់ថាsorry I can because I might help too ដល់ពេលwould he sorry I can because I may help too បាទអញ្ចឹងគេឲ្យបងប្អូនទាំងអស់គ្នាទស្សទាយថាតើហេតុអីបានជា would he មិនអាចជួយពិសិដ្ឋបានហើយហេតុអ្វីបានជាហៀងក៏មិនអាចជួយពិសិដ្ឋបាននៅបាទរសៀលថ្ងៃសៅរ៍នឹងហើយយើងក៏អត់ដឹងថាពិសិដ្ឋគាត់រវល់អីដែរណាគាត់រវល់ការងារអីដែរបានពឹងពាក់ឲ្យហៀងហើយនឹងអ្នកណាបាទហើយនឹង would he ជួយតោះឥឡូវបងប្អូនអាចទាយបានទេតើហៀងគាត់រវល់អីបាទអញ្ចឹងជាទូទៅនៅថ្ងៃសៅរ៍ហៀងគាត់តែងតែសម្អាតផ្ទះមែនទេអានេះគាត់អាចជាការទស្សទាយទេបងប្អូនទាយថាគាត់ធ្វើអីផ្សេងពីហ្នឹងក៏បានដែរបាទហើយបាទ would he គាត់អាចអីគេគាត់អាចថាលេងចាប៉ីដងវែងឬក៏គាត់ជូនម្ដាយគាត់ទៅផ្សារទៅអីចឹងទៅហើយឬក៏គាត់ធ្វើការនៅក្នុងហាងអីចឹងទៅយើងអត់ដឹងបាទនេះគាត់ជាការទូទាយទេបងប្អូនអាចទូទាយបែបហ្នឹងក៏បានតោះឥឡូវដើម្បីថាតើចម្លើយរបស់អ្នកទាំងពីរនឹងយ៉ាងម៉េចតើតែបងប្អូនទៅស្ដាប់អត្ថបទបាទគឺនៅក្នុងចំណុចលេខ2នេះគេថា What were Hing and would he excuses បាទមានន័យថាតើwould he ហើយនឹងហៀងនឹងគាត់ដោះសារថាយ៉ាងម៉េច What were Hing and would he excuses អូខេតោះឥឡូវយើងបងប្អូនអត់ស្ដាប់ទេលោកគ្រូបាទនឹងបង្ហាញជាអត្ថបទហើយយើងរៀនអានទាំងអស់គ្នាដូចមេរៀនមុនអញ្ចឹងតោះឥឡូវយើងទៅមើលអត្ថបទនឹងទាំងអស់គ្នាបាទតោះឥឡូវបងប្អូនយើងអានអត្ថបទតែម្ដងបាទ tab script 1.2.5 អូខេឥឡូវពិសិដ្ឋគាត់និយាយថា wow it's warm today បាទ would he គាត់តបវិញ it sure is ពិសិដ្ឋគាត់ថា I hope it feels cooler tomorrow would he ថា why ពិសិដ្ឋបាទពិសិដ្ឋគាត់តបវិញ because I might have to help my father he want to build a new workshop behind the house hey would you two like to help បាទឥឡូវ would he ក៏តបsorry ពិសិដ្ឋ I might have to go into town with my mom because she want to watch my sister play guitar in the school concert then I may have to help in the restaurant one of the waiters is sick
I wish I had more free time to help you and your dad but I'm so busy ពិសិដ្ឋគាត់ក៏សួរទៅហៀង What about you ហៀង What are you doing tomorrow បាទហៀងគាត់ថាwell I may not have much time tomorrow I might go shopping with some of the girls from school or I may help to clean the house for my mom I would love to help you and your dad I really would but I'm just so busy I always have a busy schedule at the weekend បាទពិសិដ្ឋគាត់តទៅsounds like you two are making excuses បាទ together មានន័យថាវុទ្ធីហើយនឹងហៀងគាត់ថា no បាទវុទ្ធីគាត់ថា I could help some free time on Sunday but I can't promise ហៀងគាត់ថា me too I might have some free time in the afternoon but I do have a busy schedule too but I will try ពិសេសគាត់ថា thank guys yeah, it makes things a lot easier if you two can help បាទឥឡូវទាំងអស់គ្នាយើងរៀនបកវិញម្ដងណាតោះឥឡូវពិសេសគាត់ថាម៉េច Wow it's warm today គាត់លាន់មាត់ថា Wow មេឃថ្ងៃហ្នឹងក្តៅវុទ្ធីគាត់ថាប៉ិតមែនហើយពិសេសគាត់ថាខ្ញុំសង្ឃឹមថាវានឹងមេឃនឹងត្រជាក់ជាងនេះនៅថ្ងៃស្អែកបាទវុទ្ធីក៏បានសួរថា why ហេតុអ្វីបាទពិសិដ្ឋគាត់ឆ្លើយថាពីព្រោះ because ពីព្រោះខ្ញុំប្រហែលជាត្រូវជួយណា help my father បាទជួយឪពុករបស់ខ្ញុំ he wants បាទ one time f ហ្នឹង yeah he want ដែលគាត់ចង់បាទចង់ឲ្យគេចង់ធ្វើបាទរោងជាងថ្មីមួយនៅខាងក្រោយផ្ទះណា workshop រោងជាង build នេះកសាងឬក៏ធ្វើបាទអញ្ចឹងគាត់ចង់ធ្វើរោងជាងថ្មីមួយនៅខាងក្រោយផ្ទះ Hey would you to like to help me គាត់សួរថាអ្នកទាំងពីរចង់មកជួយទេតើអ្នកទាំងពីរមកជួយបានទេវុទ្ធីគាត់ថា Oh sorry ពិសិដ្ឋសំទោសផងឬក៏សោកស្ដាយផងពិសិដ្ឋខ្ញុំប្រហែលជាទៅទីក្រុងជាមួយនឹងម្ដាយរបស់ខ្ញុំពីព្រោះគាត់ចង់បាទមើលបាទប្អូនស្រីនេះរបស់គាត់ហ្នឹងប្អូនស្រីរបស់ម្ដាយគាត់ហ្នឹងប្អូនស្រីរបស់គាត់ហ្នឹងលេងបាទហ្គីតានៅក្នុងការប្រគំតន្ត្រីនៅសាលាបាទចាំមានតែសាលាគេហ្នឹងមានការប្រគំតន្ត្រីអញ្ចឹងម្ដាយរបស់គាត់ចង់ទៅមើលប្អូនស្រីរបស់គាត់លេងបន្ទាប់មក then ខ្ញុំប្រហែលជាត្រូវជួយនៅក្នុងហាងនេះជួយកិច្ចការនៅក្នុងហាងហេតុអីដោយសារអ្នក one of the waiter បាទអ្នកបម្រើម្នាក់ហ្នឹងគឺឈឺណាអ្នកបម្រើម្នាក់ឈឺខ្ញុំចង់មានពេលវេលាទំនេរបាទច្រើនទៅជួយអ្នកហើយនឹងឪពុករបស់អ្នកប៉ុន្តែខ្ញុំរវល់ណាស់បាទតោះពិសិដ្ឋគាត់ថា What about you ហៀងហើយចុះអ្នកវិញហៀងបាទតើអ្នកកំពុងធ្វើអ្វីនៅថ្ងៃស្អែកបាទហៀងគាត់ថា Oh well ខ្ញុំប្រហែលជាមិនមានពេលច្រើនទេនៅថ្ងៃស្អែកខ្ញុំប្រហែលជាទៅបាទផ្សារបាទទៅដើរផ្សារទៅទិញអីវ៉ាន់ហ្នឹងជាមួយនឹងគេថាបាទនារីជាមួយនឹងក្មេងស្រីពីសាលាអញ្ចឹងមានន័យថាជាមួយមិត្តភ័ក្តិគាត់នៅសាលារៀនបាទឬក៏ខ្ញុំប្រហែលជាត្រូវសម្អាតផ្ទះឲ្យម្ដាយរបស់ខ្ញុំចង់ជួយអ្នកខ្លាំងហើយនឹងឪពុករបស់អ្នកខ្ញុំពិតជាចង់ទៅជួយប៉ុន្តែខ្ញុំគឺរវល់ណាស់ប៉ុន្តែខ្ញុំរវល់ណាស់ខ្ញុំតែងតែរវល់ឬក៏ខ្ញុំតែងតែមានការវិភាគហ្នឹង schedule ដែលការវិភាគគាត់ហ្នឹងគឺរវល់ហ្មងនៅថ្ងៃចុងសប្តាហ៍ហ្នឹងបាទពិសិដ្ឋគាត់តបថាshow ហ្នឹងមានតែស្ដាប់មើលទៅដូចជាអ្នកទាំងពីរហ្នឹងកំពុងតែបាទដោះសារណាកំពុងដោះសារឬក៏កំពុងតែមានលេសអញ្ចឹងណាអ្នកទាំងពីរហ្នឹងគេថាអត់ទេណាវុទ្ធីថាខ្ញុំអាចមានពេលទំនេរខ្លះប៉ុន្តែខ្ញុំមិនហ៊ានសន្យាទេហើយហៀងគាត់ថាខ្ញុំក៏អញ្ចឹងដែរខ្ញុំប្រហែលជាមានពេលវេលាទំនេរខ្លះនៅពេលរសៀលប៉ុន្តែខ្ញុំ
bật chia bà bạc miền ca về phía nó cứ rồi vồn bà phòng đài vẫn thấy nhom nó chỉ diêm nhom nó chỉ diêm bị sệt cái tha orcon bà orcon nên orcon này tăng pi năng ai guys viên năng phơi ao អ្វីៗហ្នឹងមានភាពកាន់តែងាយស្រួលប្រសិនបើអ្នកទាំងពីរហ្នឹងអាចជួយបានបាទអូខេអញ្ចឹងបងប្អូនតន់ណាតោះឥឡូវយើងទៅស្វែងរកចម្លើយទាំងអស់គ្នាអញ្ចឹងចម្លើយគេសួរថាតើការដោះសាររបស់អ្នកទាំងពីរហ្នឹងយ៉ាងម៉េចអញ្ចឹងបងប្អូនមើលកន្លែងនេះមកនេះបាទការដោះសាររបស់ពុទ្ធីគឺនៅទីនេះណាបងប្អូនមើលមកម្ដុំទៅនឹងមកឃើញចម្លើយហ្នឹងទៅនឹងបាទណានេះកន្លែងហ្នឹងជាការដោះសាររបស់គាត់ហើយចំពោះហៀងវិញគឺបាទនេះគឺជាកន្លែងដោះសាររបស់គាត់បាទអញ្ចឹងគាត់ធ្វើយ៉ាងម៉េចឲ្យតែរកលេសទៅឲ្យតែរកលេសបានដើម្បីកុំឲ្យទៅជួយពិសិដ្ឋកើតបាទអញ្ចឹងបងអូននេះគឺជាចម្លើយនៅកន្លែងចំណុចត្រង់ហ្នឹងតោះឥឡូវយើងទៅមើលចម្លើយដែលលោកគ្រូផ្ដល់ឲ្យទាំងអស់គ្នាតែម្ដងបាទអញ្ចឹងបងប្អូនយើងមកមើលចម្លើយទាំងអស់គ្នានេះនៅកន្លែងសំណួរលេខ2ដែលគេសួរថា what were Hieng and Woody excuses បាទអញ្ចឹង answer បាទ Woody excuses បាទមានន័យថាការដោះសារឬក៏លេសរបស់ Woody បាទអញ្ចឹងគាត់លេសថាម៉េចគាត់ថា he might have to go into town with his mom because បាទ she want to watch her sister បាទ play guitar in the school concert then he may help to help in the restaurant បាទចម្លើយមានន័យថា Woody បាទប្រហែលជាទៅទីក្រុងជាមួយនឹងម៉ាក់របស់គាត់ពីព្រោះម៉ាក់គាត់នឹងចង់មើលប្អូនស្រីបាទរបស់គាត់នឹងលេងបាទហ្គីតានៅក្នុងការប្រគំតន្ត្រីនៅសាលារៀនហើយបន្ទាប់មកបាទ Woody គាត់ប្រហែលជាត្រូវទៅជួយការងារនៅក្នុងហាងទៀតបាទចំណែកការដោះសាររបស់ហៀងវិញបាទហៀងប្រហែលជាទៅផ្សារណាជាមួយនឹងបាទជាមួយនឹងមិត្តភ័ក្តិស្រីមួយចំនួនទៀតនៅសាលារៀនបាទឬក៏ហៀងហ្នឹងនាងនឹងទៅសម្អាតផ្ទះណានាងត្រូវសម្អាតផ្ទះឲ្យម្ដាយរបស់នាងអូខេនេះគឺជាការដោះសាររបស់ Woody ហើយនឹងហៀងបាទអញ្ចឹងមេរៀនទី2នៅក្នុងចំណុច C នេះគឺយើងបានបញ្ចប់នៅចំណុចទី1និងទី2បាទជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា